គ្នាឥឡូវយើងសាកល្បងមកធ្វើលំហាត់នេះមួយចឹងមុននឹងយើងធ្វើដូចរាល់ដងយើងអានឲ្យបាន 2-300 ដងទៅដើម្បីឲ្យដឹងថាតើគេប្រាប់អីយើងហើយតើគេសួររកអីយើងអូខេអញ្ចឹងទី1នេះខ្ញុំអានបានច្រើនដងហើយឥឡូវយើងអានម្ដងទៀតហើយយើងអានតាមសង្ខេបហ្មងអញ្ចឹងtwo friends make juice in a ratio of 3 parts apple and two parts of orange អញ្ចឹងកន្លែងហ្នឹង the given ដែលគេឲ្យយើងមានន័យថាwe have 2 apple sorry 3 apple and then orange យើងមានតែ2ឯងមាន2ឯងឬក៏បើសិនជាសរសេរជាលេខមានន័យ apple ratio to orange ហ្នឹងវាស្មើនឹង3 to 2 អូខេអញ្ចឹងកន្លែងនេះយើងអាចរកនេះឲ្យហើយអញ្ចឹងគេប្រាប់ថា they have 4 cup of orange juice and will add ឥឡូវយើងយកអាសមត្ថកម្ម 4 cup នឹងមកនិយាយសិនអញ្ចឹង4 cup of the orange juice orange នេះស្មើ4 cup អញ្ចឹងកន្លែងនេះឈិតថា2 unit ស្មើនឹង4t ហ្មងទៅអញ្ចឹង2 unit 4t បើសិនជាឈររ1 unit ស្មើនឹង1 unit sorry 1 unit ស្មើនឹង 4t and then divided by 2 the answer is 20 អញ្ចឹង1 unit ស្មើ20អញ្ចឹងកុំឲ្យខាតពេលយើងអាចចូលទៅឆ្លើយសំណួរ A how many cup of the apple juice will they need អញ្ចឹងយើងអាចថា find អីគេ find the cup of apple juice អញ្ចឹងខ្លីៗអញ្ចឹងមានន័យថា apple juice របស់យើងមានប៉ុន្មាន apple យើងមាន3 unit អញ្ចឹងសំណួរ A ស្រួល3 unit អញ្ចឹងហ៎អញ្ចឹងបើយើងមាន1 unit ស្មើ20 3 unit យើងយក3គុណនឹង20នឹងមក so your answer is 60 cup អញ្ចឹង the apple juice is 60 cup so the apple juice is 60 cup បន្ទាប់មកយើងទៅសំណួរ B សំណួរ B គេសួរថា how many cup នេះ how many cup of water will they need អញ្ចឹងដើម្បីរកអញ្ចឹងឈ្មោះថា find cup of water ខ្លីៗឯង find cup of water អញ្ចឹងកន្លែងនេះយើងត្រូវយកអាសមត្ថកម្មកន្លែងនេះគ្នាយើង they tell you add water equal to half the amount of the apple juice អញ្ចឹង half of apple juice ចុះពួកយើងកន្លែងហ្នឹង the given ឈរសរសេរបន្តិចខ្លាចយូរអត់យល់ the given say that water ហ្នឹងស្មើនឹង half អញ្ចឹងហ៎ស្មើនឹង half of amount half of apple juice ខ្លីៗហ្មងណាអញ្ចឹង water ដែលយើងកំពុងរកស្មើ half មិន1/2អញ្ចឹង1/2គុណនឹង60ដោយសារតែ apple juice នេះស្មើនឹង60នៅក្នុងសំណួរ A មែនទេនៅក្នុង A 60 cup អូខេអញ្ចឹងពេលយើងបានប៉ុណ្ណេះហើយឬក៏កន្លែងនេះពួកយើងអាចនិយាយថាយក1កន្លះហើយណាយក 0.5 គុណនឹង60ក៏បានដែរព្រោះកន្លះអញ្ចឹងចម្លើយស្មើ30 cup ខ្លីៗមានន័យថា the water that we need is 30 cup ឃើញទេដល់ពេលសំណួរ C what is the total amount of the liquid we need you អញ្ចឹងកន្លែងនេះ C ឈរសង្ខេបមកវិញfind the total of liquid
ចឹងអានេះហ្នឹងយើងមាន water យើងមាន water ហើយយើងមាន the cup of apple ក៏ហើយដែរអញ្ចឹងឈរថាយើងត្រូវទៅរកwe have 2 unit មែនទេគ្នាយើង we have 2 unit of the orange អញ្ចឹង2 unit ស្មើប៉ុន្មានมันស្មើ2គុណនឹង20អញ្ចឹង2គុណនឹង20 40ខាប់មានន័យថាអា orange ហ្នឹងស្មើនឹង40ខាប់អញ្ចឹងសំណួរ C បកទៅសំណួរយើងវិញ total របស់យើងតេហ្នឹង total ហ្នឹងស្មើស្អីឲ្យពេញមក total ស្មើនឹងទី1 apple 60 ទី2 water 30 ទី3 40 cup of the orange juice 60 បូក40 130អញ្ចឹងមានន័យថាយើងត្រូវការ130សម្រាប់ទាំងអស់អូខេអញ្ចឹងកុំឲ្យវែងមានតែប៉ុណ្្នឹង